នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ីប៊ឺណាម៉ាចុះផ្សាយនៅក្បាលព្រលប់ថ្ងៃទី12ធ្នូបានដឹងថាម៉ាឡេស៊ីនឹងកោះប្រជុំពិសេសមួយនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងកលៈទេសៈនេះដើម្បីពិនិត្យមើលស្ថានភាពនៃអសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ម៉ាឡេស៊ីប៊ឺណាម៉ាបានចុះផ្សាយថាម៉ាឡេស៊ីនឹងកោះប្រជុំជាពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននេះនិងគ្រប់គ្រងវិធានការផ្សេងៗទៀតដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមបានបញ្ជាក់ទៀតថាគណៈជាប្រធានអាស៊ានកិច្ចប្រជុំនេះត្រូវតែផ្ដោតទៅលើទូនីតិរួមគ្នារបស់អាស៊ាននៅក្នុងការថែរក្សាសន្តិភាពតំបន់លោកនាយករដ្ឋមន្ត្រីអាន់វ៉ាបានបញ្ជាក់នៅក្នុង Facebook របស់លោកថាបន្ទាប់ពីមានការតាក់ទងគ្នារបស់លោកទៅកាន់សមាភិកីវៀតណាមនាយករដ្ឋមន្ត្រីផានមីនជីងបានពិភាក្សាគ្នាអំពីស្ថានភាពវិវត្តនាពេលនេះនៅក្នុងតំបន់ដែលរាប់បញ្ចូលទាំងការត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថាតំបន់អាស៊ានត្រូវតែមានសន្តិភាពនិងស្ថិរភាពនៅក្នុងពេលជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ម៉ាឡេស៊ីដើម្បីពង្រឹងសារប្រតិបត្តិការទ្វេភាគីជាមួយនឹងប្រទេសវៀតណាមនិងបញ្ជាក់អំពីបញ្ហាជាច្រើនទៀតដែលប្រទេសទាំងពីរបានកំពុងតែមានទំនាក់ទំនងជាមួយនឹងគ្នានៅតំបន់នេសាទសមុទ្រខាងត្បូងផងដែរលោកអាន់វ៉ាបានបញ្ជាក់ថាសារប្រតិបត្តិការដែលក្នុងនោះរាប់បញ្ចូលទាំងសារប្រតិបត្តិការពង្រឹងនិងការចែកចាយព័ត៌មានការទប់ស្កាត់ករណីទាំងឡាយណាដែលបង្កអស្ថិរភាពក្នុងតំបន់លោកអាន់វ៉ាបានបញ្ជាក់ថាលោកមានជំនឿជឿថាតាមរយៈកិច្ចសន្ទនារបស់លោកជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមនោះនឹងមានការបន្តវិភាសាគ្នាហើយបានពិភាក្សាអំពីយន្តការដែលមានស្រាប់ដើម្បីធានាថាត្រូវដោះស្រាយយ៉ាងណាល្អប្រសើរនិងមានការយោគយល់គ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះយ៉ាងណាការដែរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមក៏ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរបស់ខ្លួននៅពេលនេះកើតចំពេលដែរសង្គ្រាមព្រំដែនកម្ពុជាថៃបន្តផ្ទុះជាថ្មីម្ដងទៀតចាប់តាំងពីថ្ងៃទី8ធ្នូមកនេះដែលការផ្ទុះសង្គ្រាមវាយប្រហារគ្នាយ៉ាងឃោរឃៅនេះត្រូវបានគេមើលឃើញថាប្រទេសថៃព្យាយាមវាយឈ្លានពានទឹកដីកម្ពុជាកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី26តុលានៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃនៅក្រោមការធ្វើសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមដែលឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម5ថ្ងៃកាលពីចុងខែកក្កដានោះនៅពេលនេះបរាជ័យប្រទេសទាំងពីរនៅតែបន្តពើប្រយុទ្ធគ្នាប៉ុន្តែរាជាណាចក្រថៃត្រូវកម្ពុជាចោទធ្ងន់ធ្ងរថាបង្កលក្ខណៈឈ្លានពានលើកម្ពុជាយ៉ាងកម្រដោយប្រើប្រាស់រហូតដល់យន្តហោះទម្លាក់គ្រាប់បែក F-16 របស់សហរដ្ឋអាមេរិកទៀតផងសេចក្តីរាយការណ៍មួយនៅយប់ថ្ងៃទី12ធ្នូនេះបណ្ដាញផ្សាយព័ត៌មាន Channel News ចុះផ្សាយថានាយករដ្ឋមន្ត្រីថៃដែលរំលាយសភាខ្លួនឯងចោទនេះបានធ្វើកិច្ចសន្ទនាគ្នាបន្តិចជាមួយនឹងលោកដូណាល់ត្រាំលោកអានូទីនចាន់វរ៉េគុលបាននិយាយថារាជាណាចក្រថៃមិនទាន់ទទួលយកបានទេនៅបទឈប់បាញ់គ្នាជាមួយនឹងកម្ពុជាហើយគណៈនេះការប្រយុទ្ធគ្នានៅតែបន្តលោកអានូទីនបានឆ្លើយដូចនេះទៅអ្នកសារព័ត៌មានមួយដែលបានសួរលោកអំពីលោកបានធ្វើទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបើតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Channel News ឲ្យដឹងថាលោកអានូទីនបានប្រាប់ទៅលោកត្រាំថាប្រទេសថៃមិនបានឈ្លានពានកម្ពុជានិងបង្កចំនួនជាមួយកម្ពុជានោះទេថៃកំពុងតែវាយការពារអធិបតេយ្យភាពនិងប្រជាជនរបស់ខ្លួនលោកអានូទីនបានប្រាប់លោកដូណាល់ត្រាំថាលោកចង់បានសន្តិភាពហើយចំពោះថៃគឺចង់បញ្ឈប់ប្រតិបត្តិការនេះហើយចង់ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានស្ដារឡើងវិញការប៉ះទង្គិចគ្នានៅតាមព្រំដែនក្នុងកម្រិតធ្ងន់ធ្ងររវាងកងទ័ពទាំងពីរកម្ពុជាថៃនៅបន្តបាញ់ប្លង់ដាក់គ្នាទៅវិញទៅមកចាប់តាំងពីថ្ងៃទី8ធ្នូមកនោះ
ប្រទេសទាំងពីរបានបាញ់ប្លង់ដាក់គ្នាដោយប្រើប្រាស់កាំភ្លើងធំនិងរ៉ុកែតប៉ុន្តែរាជាណាចក្រថៃប្រើប្រាស់រហូតដល់យន្តហោះចម្បាំង F-16 ទិញពីសហរដ្ឋអាមេរិកថៃនិងកម្ពុជាមានព្រំដែនរួមជាមួយគ្នា817គីឡូម៉ែត្រការប៉ះទង្គិចគ្នារយៈពេលចុងក្រោយនេះបណ្ដាលឲ្យមានជនភៀសខ្លួនទាំងសងខាងនៃប្រទេសទាំងពីរកើនឡើងដល់ទៅជាងកន្លះលាននាក់ហើយប្រជាជនស្លាប់20នាក់យ៉ាងតិចរបួស260នាក់នៃប្រជាជនប្រទេសទាំងពីរហើយការពើប្រយុទ្ធគ្នានេះបានបន្ទោសគ្នាទៅវិញទៅមកសុទ្ធតែថាខាងនេះបំពេញមុនខាងនេះបាញ់មុនតែយ៉ាងណាគេសង្កេតឃើញកងទ័ពថៃមានភាពកក្លឿនក្នុងការវាយចូលទឹកដីកម្ពុជាមានរូបភាពឈ្លានពានកម្ពុជាតែម្ដងជាងវាយការពារខ្លួនមិនដូចអ្វីដែលលោកអនុទីនច័ន្ទវីរៈគុលប្រាប់លោកដូណាល់ត្រាំនោះទេប៉ុន្តែជាមួយគ្នានេះលោកអនុទីនបានអះអាងថាលោកដូណាល់ត្រាំបានប្រាប់គាត់ថាអាមេរិកចង់ឃើញសន្តិភាពរវាងកម្ពុជានិងថៃហើយចង់ឃើញប្រតិបត្តិការនៃការវាយប្រយុទ្ធគ្នាត្រូវបានបញ្ចប់នៅពីនេះហើយវិលទៅរកកិច្ចព្រមព្រៀងបិទឈប់បាញ់ដែលបានព្រមព្រៀងគ្នាទៅហើយនោះយោងតាមការចុះផ្សាយមួយដោយសារព័ត៌មាន Anadolu ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តាំប៊ូលប្រទេសទូគីចុះផ្សាយថាលោកអនុទីនច័ន្ទវីរៈគុលនាយករដ្ឋមន្ត្រីដែលរំលាយសភារបស់ខ្លួនឯងនេះបានប្រាប់ទៅលោកដូណាល់ត្រាំថាសហរដ្ឋអាមេរិកគួរគៀបសង្កត់កម្ពុជាឲ្យបញ្ឈប់សកម្មភាពវាយលុកចូលទឹកដីរបស់ថៃដែលការអះអាងរបស់សារព័ត៌មាន Anadolu នៃប្រទេសទូគីនេះធ្វើឡើងក្រោយពីមានកិច្ចសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកអនុទីនច័ន្ទរាវីគុលនាយករដ្ឋមន្ត្រីរំលាយរដ្ឋសភារាជាណាចក្រថៃនេះជាមួយនឹងលោកដូណាល់ត្រាំកាលពីយប់ថ្ងៃសុក្រទី12ធ្នូនេះលោកបានប្រាប់ទៅលោកដូណាល់ត្រាំថាលោកចង់ឲ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពរបស់កម្ពុជាគឺឲ្យកម្ពុជាបញ្ឈប់ការធ្វើសកម្មភាពវាយលុកចូលទៅប្រទេសថៃមិនតែប៉ុណ្ណោះលោកអនុទីនចោទថាកម្ពុជារំលោភបទឈប់បាញ់គ្នាទៀតផងហើយបានបំពានលើកិច្ចព្រមព្រៀងដែលមានទំនុកចិត្តជាមួយគ្នាកន្លងមកនោះតែយ៉ាងណាលោកអនុទីនបាននិយាយថាលោកត្រាំបានទទូចទាំងទីក្រុងបាងកកទាំងទីក្រុងភ្នំពេញថាឲ្យគោរពឡើងវិញកតិកសញ្ញាប័ណ្ណឈប់បាញ់គ្នានេះការពើប្រយុទ្ធគ្នាពីថ្ងៃទី8ធ្នូមកដល់ពីនេះមានការចោទទៅវិញទៅមកថាខាងនេះបំពេញប័ណ្ណឈប់បាញ់ខាងនោះបំពេញប័ណ្ណឈប់បាញ់ប៉ុន្តែសាក់សីដែលជាប្រជាជនកម្ពុជានៅតាមព្រំដែនបានឲ្យដឹងថាការវាយបរាកើតចេញពីប្រទេសថៃដែលថៃតែងតែប្រើប្រាស់ការវាយបរាបាញ់ចូលទឹកដីកម្ពុជាក្រោយពីពលរដ្ឋថៃជន់គ្រាប់មីនហើយចោទថាជាការបង្កប់ថ្មីទៀតរបស់កម្ពុជាដែលការពិតប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជារបស់ខ្លួនមិនដែលឮថាជន់គ្រាប់មីនម្ដងណានោះទេតែយ៉ាងហោចណាស់កម្ពុជាចោទបកវិញថាថៃព្យាយាមកប់គ្រាប់មីនថ្មីរបស់ខ្លួនដើម្បីវាយប្រហារកម្ពុជាថាកម្ពុជាបានលួចកប់គ្រាប់មីនដែលការនេះហើយកម្ពុជាចាត់ទុកថាជាលេសរបស់ថៃដើម្បីបង្កការរំលោភឈ្លានពានកម្ពុជាយោងតាមការចុះផ្សាយដោយសារព័ត៌មាន Anadolu ដដែលនេះជនភៀសខ្លួនរវាងប្រទេសទាំងពីរកម្ពុជាថៃកើនឡើងប្រមាណជា70,000នាក់ហើយគិតត្រឹមថ្ងៃទី12ធ្នូនេះហើយជនស៊ីវិលដែលស្លាប់កើនឡើង23នាក់យ៉ាងណាអ្នកជំនាញនិងអ្នកសង្កេតការណ៍ឯករាជ្យមើលឃើញថាថៃកំពុងតែប្រើប្រាស់រូបភាពឈ្លានពានកម្ពុជាយ៉ាងកម្រដែលកម្ពុជាព្យាយាមអត់ធ្មត់មិនបាញ់ភ្លាមទេកាលពីថ្ងៃទី8ធ្នូនោះរហូតដល់24ម៉ោងទើបកម្ពុជាសម្រេចបើកការវាយបាញ់តបវិញព្រោះតែភាគីថៃមិនព្រមបញ្ឈប់ការវាយប្រហារកម្ពុជានោះដែលមកដល់ពេលនេះរុញឲ្យសង្គ្រាមកម្ពុជាថៃកាន់តែធ្ងន់ធ្ងរថែមទៀតអ្វីដែលជាការព្រួយបារម្ភនោះគេសង្កេតឃើញយន្តហោះថៃហោះទម្លាក់គ្រាប់បែកលើទីប្រជុំជនរបស់ជនស៊ីវិលនៃប្រទេសកម្ពុជាដែលមិនមែនជាគោលដៅទៅលើយោធានោះបានផ្ដើមឲ្យប្រទេសកម្ពុជាសម្រេចប្តឹងទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រេចប្តឹងទៅតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ ICC ដែលចោទថាថៃកំពុងតែធ្វើសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមមកលើប្រជាជនកម្ពុជាដោយការវាយប្រហារទម្លាក់គ្រាប់បែកសូម្បីតែទៅលើសាលារៀន
ទៅលើមន្ទីរពេទ្យក៏មានការវិវត្តដោយការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំងរបស់ថៃផងដែរកម្ពុជាបានតវ៉ាភ្លាមទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចទៅហើយដោយទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជូនបេសកជនរបស់ខ្លួនក្រុមខ្លំមើលរបស់ខ្លួនក្រុមស្វែងរកការពិតដើម្បីសិក្សាស៊ើបអង្កេតថាតើអ្វីដែលកើតឡើងចំពោះសង្គ្រាមរវាងកម្ពុជាថៃមកដល់ពេលនេះកម្ពុជានៅតែប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាថៃបានបំពានបទឈប់បាញ់គ្នាច្រើនលើកមកហើយចុងក្រោយថៃនៅតែបំពេញបទឈប់បាញ់គ្នាទៀតដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី28កក្កដាកន្លងមកនេះហើយកម្ពុជាទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបញ្ជូនក្រុមបច្ចេកទេសរបស់ខ្លួនក្រុមខ្លំមើលដើម្បីស្វែងរកការពិតគេសង្កេតឃើញប្រទេសជាច្រើនបានចេញសេចក្តីថ្លែងការណ៍បន្តគ្នាទទូចឲ្យប្រទេសទាំងពីរថៃនិងកម្ពុជាបញ្ឈប់ការពើប្រយុទ្ធគ្នានៅពេលនេះដែលក្នុងនោះមានទាំងសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិករបស់អគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីយ៉ូ ហ្គូតេរ៉េសមានសេចក្តីថ្លែងការណ៍ពីប្រទេសឥណ្ឌាពីប្រទេសជប៉ុនពីសហភាពអឺរ៉ុបពីប្រទេសចិនពីអាល្លឺម៉ង់ពីបារាំងពីចក្រភពអង់គ្លេសបន្តគ្នាចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យប្រទេសទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់